ពងតូចពងធំវែងខ្លីអីនេះមានគ្រប់សពទាំងអស់ពុកម៉ែបងប្អូននេះខ្ញុំសូមណែនាំកន្លែងចំទាយកពងមកកន្លែងនៅភូមិកោះវៀនសង្កាត់កណ្ដាលដុំក្រុងច្បារមុនខេត្តកំពង់ស្ពឺដែលគាត់ចំជាលក្ខណៈគ្រួសារហើយមួយថ្ងៃអីគាត់អាចរើសពងបានប្រហែលជា1000ជាងពងមួយថ្ងៃ1000ជាងពងហ្នឹងនៅស្តុកអត់បានយូរប៉ុន្មានទេដោយសារតែគាត់មានម៉ួយយកជាប្រចាំអញ្ចឹងទៅហើយមានអ្នកមកទិញអីដល់កន្លែងគាត់ផ្ទាល់ដូចខ្ញុំអីនេះខ្ញុំមកទិញដល់កន្លែងខ្ញុំមកទិញ2ដងអីហើយគាត់ឲ្យរើសតាមចិត្តអញ្ចឹងណាពងតូចពងធំអីមិនអីយើងចង់បានមិនរើសតាមចិត្តម៉ាក់ឬក៏ស្ត្រីមេផ្ទះដែលមានតម្រូវការប្រើប្រាស់ពងទាជាប្រចាំអីអាចកំងគាត់បានដោយសារតែគាត់មានបោះម៉ួយអីតាមម្ដុំទីរួមខេត្តយើងនឹងដែរអញ្ចឹងកំងគាត់ទៅគាត់បោះម៉ួយអញ្ចឹងអាចគាត់ឈៀងយកឲ្យបានដល់កន្លែងអញ្ចឹងណាមិនថាពងទាឬក៏កសិផលអីផ្សេងដែលយើងដឹងប្រភពច្បាស់លាស់អញ្ចឹងយើងញ៉ាំដោយទំនុកចិត្តហើយធានាបាននៅសុខភាពដែរញ៉ាំឆ្ងាញ់ហើយបានសុខភាពល្អទៀតយើងចូលរួមគ្រប់គ្រងកសិផលរបស់ខ្មែរយើងទាំងអស់គ្នាអញ្ចឹងណាអរគុណ